ចាជំរាបសួរបងប្អូនថ្ងៃនេះគឺថានាំអារម្មណ៍បងប្អូនទៅចំការជើងភ្នំបងប្អូនចំការនេះគឺថាខ្ញុំធ្វើនឹងគឺថា10ឆ្នាំជាងហើយបងប្អូនអើយគឺថាថ្ងៃនេះមានផលពិបាកបន្តិចបងប្អូនគឺថាភ្លៀងខ្លាំងគឺថាភ្លៀងមុនមួយថ្ងៃមុនអញ្ចឹងទៅបងប្អូនគឺថាថ្ងៃនេះគឺថាទៅធ្វើដំណើរទៅគឺថាពិបាកបងប្អូនគឺថាល្អិតឡើងពេញផ្លូវតែយ៉ាងណាក៏ចុះចាញ់ដែរបងប្អូនគឺថាស៊ូទៅដល់ចំការហើយថ្ងៃហ្នឹងក៏មានរឿងនិយាយខ្លះដែរបងប្អូនគឺថារឿងការថតវីដេអូហ្នឹងបងប្អូនគឺថាមានបងប្អូនខ្លះចឹងគាត់និយាយថាខ្ញុំធ្វើវីដេអូថតវីដេអូហ្នឹងគឺថាដដែលចឹងបងប្អូនគឺថាថតនៅទៅក្នុងចំការឃើញតែដាំដលងនៅទៅក្នុងចំការរាល់ថ្ងៃអត់មានអីទៅមុខចឹងណាបងប្អូនធ្វើម៉េចបងប្អូនបើខ្ញុំអត់សូវមានពេលវេលាថតចឹងបងប្អូនបើថាយើងដើរថតទៅមុខចឹងយើងអាចបានឆ្លៀតការងារអីក៏អត់កើតដែរបងប្អូនហើយនេះគឺថាខ្ញុំធ្វើការបដាខ្ញុំឆ្លៀតថតបដាទៅបានវីដេអូចឹងទៅព្រោះអីខ្ញុំថតតកែតែសកម្មភាពខ្ញុំរាល់ថ្ងៃចឹងបងប្អូនបើខ្ញុំនៅផ្ទះខ្ញុំថតទៅតាមនៅផ្ទះបើខ្ញុំមកយកាគឺខ្ញុំថតតាមខ្ញុំមកយកាទៅបងប្អូននេះមកពីគាត់អត់ចូលចិត្តវីដេអូខ្ញុំក៏មិនដឹងទេបងប្អូនតែសម្រាប់ខ្ញុំវិញគឺថាខ្ញុំខំព្យាយាមធ្វើឲ្យល្អបងប្អូនគឺថាមួយថ្ងៃទៅថ្ងៃគឺថាខំប្រឹងផ្លាស់ប្ដូរខ្លួនឯងការបញ្ចូលសលេងបញ្ចូលអីចឹងទៅបើថាឆ្កុះឆ្គងឡើយណាបងប្អូនអាចខមមិនខាងក្រោមបានបងប្អូនស្រួលខ្ញុំកែតម្រូវតាមបងប្អូនអីចឹងទៅបងប្អូនហើយរឿងបញ្ចូលសលេងគឺថាខ្ញុំពិបាកបន្តិចបងប្អូនគឺថាពិបាកត្រង់ថាខ្ញុំនៅគៀនផ្លូវចឹងឮសំឡេងរំខានច្រើនចឹងទៅវាពិបាករឿងបញ្ចូលសលេងតិចបងប្អូនចឹងទៅវីដេអូអត់សូវបានតន់អត់សូវបានផុសប្រហែលទេបងប្អូនគឺថាមួយថ្ងៃបានតែមួយវីដេអូឯទេដោយសារថតបានច្រើនតែយើងបញ្ចូលសលេងគឺថារៀងយូរតិចដោយសារពេលថ្ងៃខ្ញុំជាប់រវល់ធ្វើការនៅចំការចឹងទៅដល់ពេលទៅផ្ទះវិញគឺថាចូលសលេងចូលអីថាមានសំឡេងរំខានច្រើនបងប្អូនដោយសារនៅអីផ្ទះចឹងដូចតែខ្ញុំនិយាយដដែលចឹងបងប្អូនគឺថាឮសលេងឡានម៉ូតូភ្លេងអីចឹងទៅបងប្អូនចឹងវីដេអូគឺថារៀងយឺតយ៉ាវហើយបងប្អូនហើយថ្ងៃនេះគឺថាមកចំការហ្នឹងគឺថាមកមើលឆ្មៅក្នុងដលងក្នុងអីហ្នឹងទៅបងប្អូនថាដុះប្រវែងប៉ុន្មានក៏លើលិចដលងលិចអីចឹងទៅព្រោះអីខ្ញុំដាំមុនចូលឆ្នាំហ្នឹងគឺថាដែរបានមកមើលទេបងប្អូនគឺថាមកមើលសារនេះគឺថាល្មមបាញ់ជើងបាញ់អីវាហើយយើងបាញ់ពៅបាញ់អីចឹងទៅបងប្អូនខ្លះគឺគាត់អត់ពៅទេបងប្អូនគឺថាបើថាដលងបានដីមកទៅក្រាន់ល្អប៉ុណ្នេះគឺគាត់អត់ពៅទេគាត់គ្រាន់តែបាញ់ជើងចឹងគាត់ខ្លាចលេងដើមលេងអីទៅគាត់សូវមើលបងប្អូនហើយខ្ញុំក៏ស្លៀតបានជុះដលងខ្លះដែរបងប្អូនគឺថាកន្លែងដីវាលហ្នឹងគឺថាកន្លែងណារៀងបាត់មួយចេះជុះបងប្អូនគឺថាចង់ឲ្យខ្លួនឯងតនេចូលចិត្តឲ្យខ្លួនឯងរវល់បងប្អូនណាដលងមើលទៅដុះមានសូវបាត់ឯណាមួយដើមហ្នឹងគឺថាដើមនៅគៀនហ្នឹងចេះកាប់ដាក់បងប្អូនវីដេអូនេះគឺថាដល់ទីបញ្ចប់ហើយបងប្អូនគឺថាអរគុណដល់បងប្អូនច្រើនរាល់វីដេអូទាំងអស់បងប្អូនជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា